ប៉ុន្តែបើយើងមានអារម្មណ៍ថាអូយហេតុអីក៏ថ្ងៃហ្នឹងឧបសគ្គច្រើនមែនហេតុអីក៏ពិបាកមែនមិនក៏ការងារនេះមិនក៏ការងារនោះមកពិបាកមែនអាហ្នឹងគឺយើងនឹងមួម៉ៅនឹងបាក់ទឹកចិត្តចេះកំហឹងទៅអ្នកជុំវិញខ្លួនបើសម្រាប់យើងជាស្ត្រីម្នាក់នៅក្នុងគ្រួសារពិតណាស់រៀងពិបាកជាងបរិសុទ្ធដោយសារយើងជាស្ត្រីយើងរ៉ាប់រងទូនាទីច្រើនក្នុងគ្រួសារផងហើយក្នុងគ្រួសារនឹងបើយើងរាប់ទៅច្រើនណាស់កូនផងការងារផ្ទះគ្រប់គ្រងអីផ្សេងហើយមួយទៀតតកតងនឹងការគ្រប់គ្រងជំនួញក៏ជាការងារធំដោយសារយើងគេហៅថាគឺទូនាទីដោយសារយើងគ្រប់គ្រងនៅក្នុងក្រុមហ៊ុនយើងត្រូវទទួលខុសត្រូវទៅលើបុគ្គលិកអ្នកដែលគាត់មកចូលរួមការងារមួយយើងចាអញ្ចឹងសួរថាតើធ្វើម៉េចដើម្បីឲ្យការងារទាំងជំនួញទាំងនៅក្នុងគ្រួសារហ្នឹងទៅមុខជាមួយគ្នាហើយយើងអាចចង់និយាយថាធ្វើម៉េចឲ្យវារៀងរលូនទាំងសបែងទាំងកូនទាំងការងារបើយើងនិយាយទៅវាមិនស្រួលទេចាប៉ុន្តែយើងខ្លួនយើងគឺត្រូវមានការតាំងចិត្តឲ្យខ្ពស់បន្តិចខ្ញុំគិតថារឿងទី1ដែលយើងត្រូវធ្វើហ្នឹងគឺយើងរៀបចំផ្នែកគណិតខ្លួនយើងឲ្យទូលាយហើយការតាំងចិត្តខ្ពស់សិនជាដំបូងហើយបន្ទាប់មកបានយើងធ្វើការងារអស់នោះបានសួរថាធ្វើម៉េចឲ្យរលូនទាំងអស់ផ្នែកគណិតយើងវិជ្ជមានហើយនៅធំទូលាយហើយនៅបើអានឹងបានហើយយើងឆ្ពោះទៅមុខបានហើយខ្ញុំប្រាប់ខ្លួនឯងថាការងារគ្រប់បែបយ៉ាងគឺតែងតែមានឧបសគ្គពេលដែលយើងបើកភ្នែកភ្ញាក់ពីគេងមកគឺជាការដោះស្រាយបញ្ហាអញ្ចឹងដោះស្រាយបញ្ហារាល់ថ្ងៃគឺដូចយើងញ៉ាំបាយរាល់ថ្ងៃអញ្ចឹងអាហ្នឹងដល់ពេលយើងមានផ្នែកគណិតមានកម្លាំងចិត្តរឹងមាំមួយគឺយើងធ្វើការងារអស់នឹងធម្មតាហ្មងប៉ុន្តែបើយើងមានអារម្មណ៍ថាអូយហេតុអីក៏ថ្ងៃហ្នឹងឧបសគ្គច្រើនមែនហេតុអីក៏ពិបាកមែនមិនក៏ការងារនេះមិនក៏ការងារនោះមកពិបាកមែនអាហ្នឹងគឺយើងនឹងមួម៉ៅនឹងបាក់ទឹកចិត្តចេះកំហឹងទៅអ្នកជុំវិញខ្លួនបើនិយាយពីថារៀបចំពេលវេលាបែបម៉េចហ្នឹងបើសិនជាយើងជាបរិសុទ្ធខ្ញុំគិតថាគាត់ស្រួលហ្វិចការងារជាទូទៅគឺព្រលឹមឡើងគាត់រៀបចំខ្លួនមកធ្វើការចប់ពីធ្វើការគាត់ទៅផ្ទះញ៉ាំបាយញ៉ាំអីគឺសឹងថារួចកាតព្វកិច្ចគាត់ហើយប៉ុន្តែយើងជាមនុស្សស្រីអត់ទេព្រលឹមឡើងមុននឹងចេញធ្វើការហ្នឹងក៏រៀបចំកូនចៅទៅរៀនបាយទឹកអីមកហើយបានយើងមកធ្វើការចាហើយត្រឡប់ទៅវិញហ្នឹងបើជាបរិសុទ្ធគេរួចខ្លួនយើងនឹងមានបន្តទៀតខ្ញុំបែងចែកថាខ្ញុំទៅធ្វើការពេលមកផ្ទះគឺខ្ញុំត្រូវពេលវេលាខ្ញុំឲ្យកូនខ្ញុំការងារខ្ញុំទុកសិនបើមានការងារបន្ទាន់គ្រាន់តែថាយើងជួយជាយោបល់ផ្ដល់យោបល់អីព្រោះតែចម្បងគឺពេលនៅផ្ទះគឺពេលវេលារបស់កូនហើយនឹងពេលវេលាសម្រាប់ចុងសប្តាហ៍គឺពេលវេលារបស់កូនអានេះគឺការបែងចែកពេលវេលារបស់ខ្ញុំនៅក្នុងគ្រួសារហ្នឹងគឺការអប់រំកូនខ្ញុំផ្ដោតជារឿងសំខាន់ចាបើសម្រាប់ពេលវេលាគឺអត់ខុសគេទេដូចគេឯងអញ្ចឹងមកដល់ផ្ទះគឺពេលវេលារបស់កូនហើយដូចនារីទូទៅស្ត្រីមេផ្ទះហើយនឹងស្ត្រីដែលប្រកបជំនួញទូទៅគឺដូចគ្នាបុរីវិមានសំណាងជាលំនៅឋានបែបអភិជន